បន្ទាប់ពីពិធីសុំបើកផ្លូវហើយក៏យើងបាននាំគ្នាទៅបួងសួងសុំពីលោកតាម្ចាស់ទឹកម្ចាស់ដីដែលមាននៅដងវាយមានមាន់ស្ងោរក្បាលជ្រូកហើយភ្លេងពិណពាទ្យផងដែរបាទក៏សូមលោកតាហាប់លោកយាយជំទាវច្រែងណានិងបរិវារបារមីស័ក្តិសិទ្ធិណាដែលថែរក្សានៅទឹកដីជានេះទាំងអស់មេត្តាមកទទួលដោយក្តីបេតិសម្រោះផងទៅចោះណាជាពិសេសក៏សូមអស់លោកបែកខ្នងការពារថែរក្សាដល់ពួកយើងខ្ញុំម្ចាស់ដែលជាអ្នកមករកចំនួនជួយដូរនិងមកនៅទីនេះឲ្យបានដល់នៅក្តីសុខចម្រើនកម្មវិធីសូមសេចក្តីសុខសេចក្តីចម្រើនពីលោកតាម្ចាស់ទឹកម្ចាស់ដីឥឡូវបងប្អូនយើងបានបញ្ចប់ហើយអញ្ចឹងយើងនឹងចូលកម្មវិធីបន្តទៀតថ្ងៃនេះគឺកម្មវិធីតួឯករបស់យើងគឺព្រះអង្គព្រះវិស្ណុសូមរងចាំទស្សនាវីដេអូពីបន្តអរគុណច្រើន